ជាល្បីដល់ថ្នាក់ហ្នឹងណសំបីតែស្វាក៏ជា fan របស់ម៉ាក់សុកជាដែរសួស្ដីជំរាបសួរបងប្អូនទាំងគ្នាទោះបីជាខ្ញុំអ្នកសៀមរាបក៏ដោយបងប្អូនអើយជារៀងរាល់ឆ្នាំឲ្យតែខ្ញុំមកលេងកម្ពុជាអង់គ្លេសខ្មែរយើងដឹងតែទៅលេងកោវត្តដែរបងប្អូនតែគ្រាន់ថាទៅលើកនេះខ្ញុំអត់បានទៅដើរលេងចូលក្នុងប្រាសាទដល់ឡើយទេដោយសារខ្ញុំមិនសូវមានពេលវេលាខ្ញុំទៅពេលល្ងាចហើយអញ្ចឹងណាហើយខ្ញុំមានអារម្មណ៍ថាខេត្តសៀមរាបលើបងប្អូនខ្ញុំចង់ឲ្យបន្ទុកថាវ៉ាវតែម្ដងវាប្លែកខ្លាំងមែនតើវាអភិវឌ្ឍច្រើនកន្លែងអញ្ចឹងណាផ្លូវដែលខ្ញុំធ្លាប់ជិះហ្នឹងគឺតាពីមុននៅភូមិមករ៉ាក់ផ្លូវពិបាកខ្លាំងមែនតើតែម្ដងដែរបងប្អូនអើយស្អាតខ្លាំងមែនតើសូម្បីតែខ្ញុំសៀមរាបក៏ដោយបងប្អូនតែខ្ញុំអត់ស្គាល់ផ្លូវអត់ចំណាំអញ្ចឹងហាផ្លូវដែលខ្ញុំជិះគេហៅថាភូមិប្រោករ៉ាំងខ្ញុំជិះឡើងសឹកព្រោះកាលពីខ្ញុំនៅធ្វើការមុនហ្នឹងគាត់ខ្ញុំនៅមណ្ឌលកម្មាកំព្រាដោយសារតែមានខ្ញុំគាត់ធ្វើការនៅមណ្ឌលអញ្ចឹងទៅខ្ញុំជិះតាមហ្នឹងបងប្អូនអើយតែដល់ពេលអភិវឌ្ឍអញ្ចេះអូយមើលអត់ស្គាល់ទេអូយដល់កហ្មងគឺថាល្អមែនតើតែម្ដងអញ្ចឹងតមកទៀតនៅពេលដែលខ្ញុំទៅដល់អង្គរធំបងប្អូនឃើញបងប្រុសម្នាក់គាត់ស្គាល់ខ្ញុំតាមរយៈ Facebook ដែលគាត់លក់ ice cream មកដល់ពេលអញ្ចឹងទៅក៏ខ្ញុំជួយទិញគាត់ទៅបងតែចៃដល់បងប្អូនពេលខ្ញុំឈរទិញស្វារត់មកពីក្រោយមកទាញសពុតខ្ញុំតាមដងបងប្អូនពីតែចេញវាតែស្រាតអញ្ចឹងខ្ញុំទប់ជាប់អញ្ចឹងណាបន្ទាប់ឡើងខ្ញុំមិនសូវយើងខ្លាចទេប៉ុន្តែដល់វាទាញយូរទៅគួរខ្លាចមែនតើនៅពេលដែលខ្ញុំស្លឹងមើលបុកស្វាអញ្ចឹងទៅញញថ្មិញដាក់ខ្ញុំបងប្អូនអញ្ចឹងហើយបើសិនបងប្អូនអ្នកសៀមរាបហើយដឹងខ្លះហើយតែបើសិនបងប្អូនមួយចំនួនដែលគាត់ដឹងគួរចូលគួរតែប្រយងប្រុងប្រយ័ត្នទាំងអស់គ្នានៅពេលដែលយើងទៅសៀមរាបបងប្អូនដោយសារស្វាមួយចំនួនវាកាចអញ្ចឹងណាហើយស្វាហ្នឹងបើសិនជាយើងចង់ទៅលេងកន្លែងណាក៏ដោយអង្គរវត្តឲ្យតែមានស្វាបើយើងចង់ហៅថាចង់ទិញចំណីឲ្យពួកគាត់ញ៉ាំបងប្អូនគួរតែកាន់ដបងទៅព្រោះជិះវៀងគ្រោះថ្នាក់ដល់ខ្លួនជាពិសេសហ្នឹងខ្ញុំក៏មានក្មួយម្នាក់ប្រហែលខែមុនគ្នាទៅលេងអង្គរវត្តបងប្អូនឆក់ទូរស័ព្ទបែកនឹងខ្ទេចតែម្ដងត្រឹមតែឆក់ទូរស័ព្ទបងប្អូនសំបីទៅកាបូបអីក៏ដោយគឺវាឆក់ឡើងទៅលើដើមឈើដើមអីចឹងចឹងឲ្យបងប្អូនចូលប្រុងប្រយ័ត្នទាំងអស់គ្នាបន្ទាប់មកទៀតគឺខ្ញុំបានទៅញ៉ាំបបរមាន់នៅភ្នំបាក់ខែងបងប្អូនគឺឆ្ងាញ់ខ្លាំងមែនតើបបរមាន់នៅម្ដុំហ្នឹងនិយាយទៅខ្ញុំញ៉ាំបបរនៅម្ដុំតាំងពីខ្ញុំធ្វើការតាំងពីឆ្នាំ2000បងប្អូនកាលនោះមកក៏មួយចានតើ3 4000ឥឡូវដល់មួយចាន10000បងប្អូនវាឆ្ងាញ់ចឹងគ្រាន់ថាពីមុនពេលដែលខ្ញុំចូលញ៉ាំទៅគេលក់តាមម៉ូតូ2តូបតែឥឡូវបងប្អូនច្រើនតូបឡើង4 5តូបគឺប្លែកពីមុនគេមិនធ្វើកន្លែងស្អាតចឹងទេលក់ថារបៀបថាគេដាក់តែក្រែមួយកទេលមួយចឹងតែឥឡូវបងប្អូនអូយគេរៀបហាងគឺស្អាតខ្លាំងមែនតើអញ្ចឹងហើយបើសិនបងប្អូនដែលថាចង់មកសាកបងបបរឆ្ងាញ់បងប្អូនកុំភ្លេចណាចូលទៅសាកបងនៅបបរនៅភ្នំបាក់ខៃណាបងប្អូនខ្ញុំនិយាយមិនមែនថាគាត់ជួលខ្ញុំប្រម៉ូទស្អីទេបងប្អូនគ្រាន់តែបបរកន្លែងនេះឆ្ងាញ់ចឹងទៅខ្ញុំប្រាប់បងប្អូនដែលបានមកលេងខេត្តសៀមរាបកុំភ្លេចណានៅបបរមកភ្នំបាក់ខៃហើយថ្ងៃនេះពេលដែលខ្ញុំត្រឡប់មកដល់ផ្ទះបងប្អូនខ្ញុំបានធ្វើម្ហូបឲ្យចែកជូនបងប្អូនទេសនាទេដោយសារតែម្ហូបខ្ញុំពីព្រឹកម្ហូបអាគោគុជវាច្រើនណាអញ្ចឹងហើយក៏ខ្ញុំញ៉ាំម្ហូបនឹងសល់ទៅបងប្អូនគ្រាន់ថាមីខ្ញុំដែលកំពុងឆានេះគាត់អត់បានហូបទេដោយសារតែគាត់កំពុងគាត់រវល់ជូនភ្ញៀវដើរទស្សនាអង្គរវត្តហ្នឹងអញ្ចឹងហើយបានមើលនៅក្នុងវីដេអូពេលល្ងាចស្វិតស្វាញខ្លាំងណាស់បងប្អូនគាត់ឃ្លានខ្លាំងអញ្ចឹងណាអីមកម្ហូបមួយនេះបងប្អូនគឺឆ្ងាញ់ខ្លាំងមែនតើទោះបីត្រេនទឹកអស់ក៏ដោយប៉ុន្តែខ្ញុំនៅតាមក្រោយគេក៏នៅចង់ញ៉ាំម្ដងទៀតគឺឆ្ងាញ់ខ្លាំងមែនតើតែម្ដងបន្ទាប់ពីខ្ញុំញ៉ាំហើយអញ្ចឹងទៅក៏កូនស្រីខ្ញុំគេចង់ទិញសម្ភារៈសិក្សាបងប្អូនអញ្ចឹងហើយក៏គេនាំខ្ញុំទៅបណ្ណាគេនៅចិត្តសាលាបុកបត់បោបងប្អូនគឺល្អខ្លាំងមែនតើត្មងណាវាថាអវត្តខ្លាំងទៅសបោរបស់ល្អប្លែកៗទៅខ្ញុំអត់ស្គាល់ខ្ញុំ